Chip số tao khía và cùng một căn video thứ mấy thì này chúng bạn nâng một vài nhà tao khía bị được biết cả chat GPT cho từ căn cầm thi Microsoft PowerPoint đừng bay ao cả nhà bồi dưỡng căn tại miền phía nghi số bạn toàn chân có một cặp review nhưng từ mới bị được phơi về đường ọc này nhí từ ọc này chỉ từ bốn nhà tao như tao cho từ căn cầm thi Microsoft PowerPointបាទសូមបញ្ជាក់អ្នកទាំងអស់គ្នាថាការ add ChatGPT ចូលទៅក្នុងកម្មវិធី Microsoft PowerPoint មិនថា Microsoft Word ឬក៏មិនថា Microsoft Excel គឺដូចគ្នាទេបងវាអាចខុសគ្នាតិចតួចទាក់ទងនឹង tool ប្រើប្រាស់ហើយនឹង option មួយចំនួនអញ្ចឹងយើងបន្តទៀតអ្នកទាំងអស់គ្នាអាចមើលនៅលើ home tab ឬក៏ home menu ទៅមកទៀតអ្នកទាំងអស់គ្នាក៏លេខមកមើលផ្នែកខាងស្ដាំយើងឃើញវាថា add ins បងប្អូនអញ្ចឹងយើងคลิกលើវាមកអ្នកទាំងអស់គ្នានេះគឺជា tool ឬក៏ option ដែលអ្នកទាំងអស់គ្នាអាច add បន្ថែមនៅលើកម្មវិធី Microsoft PowerPoint អញ្ចឹងនេះគឺ ChatGPT អ្នកទាំងអស់គ្នាអាច add វាចូលមកបាទអ្នកទាំងអស់គ្នាតេតងនឹង tool មួយចំនួនទាំងអស់ហ្នឹងគឺវាសុទ្ធតែជាប្រភេទ AI ដែលយើងអាចបន្ថែមនៅក្នុងកម្មវិធី PowerPoint ដែលអាចជួយការងាររបស់យើងឲ្យកាន់តែមានភាពងាយស្រួលតើអញ្ចឹងយើងคลิก add មកបាទអ្នកទាំងនេះឥឡូវនេះគឺយើងបាន ChatGPT ចូលមកហើយបាទហើយតកតងនឹងការប្រើប្រាស់ឬក៏ option មួយចំនួននៅក្នុងនេះខ្ញុំនឹងបញ្ជាក់អ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលាបាយបាយ